បាទខ្ញុំឈ្មោះជឹមសំអឿនមានទីកំណើតរបស់ខ្ញុំកើតនៅភូមិស្វាយជែកឃុំព្រៃឈរស្រុកកំពង់ត្បែកខេត្តព្រៃវែងហើយបច្ចុប្បន្ននេះគឺខ្ញុំបានផ្លាស់ទីលំនៅមករស់នៅភូមិម៉ុងបារាំងឃុំផ្អេស្រុកក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងខ្ញុំកើតឆ្នាំ1960ភរិយារបស់ខ្ញុំគឺគាត់មានអាជីពរបស់គាត់ផ្ទាល់ខ្លួនគឺលក់ចាប់ហួយតិចតួចនៅមុខផ្ទះបាទហើយចំណែកកូនរបស់ខ្ញុំគឺមាន2នាក់បច្ចុប្បន្នបានចូលបម្រើការងារស្នងតកូលនៅក្នុងស៊ីម៉ាក់ទាំង2នាក់ម្នាក់ជាជំនាញខាងកំទេចគ្រឿងផ្ទុះនិងម្នាក់ទៀតខាងជំនាញសំណក់ហាត់រមីនចំពោះបច្ចុប្បន្ននេះខ្ញុំបានចូលនិវត្តន៍ហើយប៉ុន្តែដោយសារជំនាញយើងបច្ចុប្បន្នមិនទាន់មានពេញលេញច្រើនដែលខ្វះជំនាញចឹងត្រូវស៊ីម៉ាក់ត្រូវជួលខ្ញុំបន្តការងារដើម្បីជួយបដិបដាក្មេងៗជំនាន់ក្រោយឲ្យស្នងតកូលបន្តវេននៅក្នុងអង្គភាពស៊ីម៉ាក់របស់យើងហើយសម័យកាលដែលខ្ញុំបានឆ្លងកាត់មកពីកុមារភាពខ្ញុំកើតនៅក្នុងសម័យសង្គមរាស្ត្រនិយមតែខ្ញុំធំដឹងក្តីដែលដឹងច្បាស់លាស់គឺសម័យលន់នល់បន្ទាប់មកសម័យប៉ុលពតនិងសម័យយើងបច្ចុប្បន្ននៅក្នុងសម័យលន់នល់គឺខ្ញុំអាយុ10ឆ្នាំជាងហើយនៅក្នុងពេលនោះគឺខ្ញុំរស់នៅក្នុងភូមិស្វាយជែកឃុំព្រៃឈរស្រុកកំពង់ត្បែកខេត្តព្រៃវែងខ្ញុំរៀនចប់ថ្នាក់បឋមបន្ទាប់មកនៅឆ្នាំ1971ខ្ញុំត្រូវចូលអនុវិទ្យាល័យប៉ុន្តែដោយសារសម័យនោះសង្គ្រាមការរស់នៅរបស់ខ្ញុំនិងជីវភាពគ្រួសារពុកម្ដាយខ្ញុំក៏រៀងចាប់យ៉ឺនដែរហើយសង្គ្រាមនៅតាមជនបទគឺយើងមានការផ្ទុះសង្គ្រាមនៅខាងប៉ែកខាងព្រៃវែងស្វាយរៀងរបស់ខ្ញុំហ្នឹងគឺខាងវៀតណាមខាងវៀតកុងគេដឹកជញ្ជូនគ្រាប់យកទៅវាយនៅវៀតណាមខាងត្បូងដល់ចឹងសង្គ្រាមហ្នឹងមានតាំងពីយន្តហោះទម្លាក់មានតាំងកភ្លើងផ្លោងពេលយប់មិនបានសម្រាននៅលើផ្ទះក្នុងផ្ទះទេគឺសម្រាននៅក្នុងលេនដ្ឋានដល់ឆ្នាំ1971នេះខ្ញុំត្រូវចូលរៀនអនុវិទ្យាល័យបងប្រុសខ្ញុំធ្វើទាហាននៅភ្នំពេញបានយកខ្ញុំទៅរៀននៅភ្នំពេញរៀនពីឆ្នាំ71ដល់ឆ្នាំ74ការអុកឡុកនៅក្នុងឆ្នាំ74ក៏អត់សូវបានរៀនពេញលេញទេអញ្ចឹងខ្ញុំរៀនអនុវិទ្យាល័យហ្នឹងមិនបានប្រឡងយកឌីប្លូមទេគឺនៅឆ្នាំ75ខ្ញុំត្រូវប្រឡងយកឌីប្លូមប៉ុន្តែដោយសារសង្គ្រាមបែកនៅឆ្នាំ75ខ្ញុំត្រូវចប់ត្រឹមហ្នឹងទៅបន្ទាប់មកបានក្រោយមកចូលដល់បន្តទៀតបានខ្ញុំរៀនតទៀតនៅក្នុងចំនួននោះនៅភ្នំពេញដោយសារខ្ញុំមានល្អិតតូចដល់អញ្ចឹងមិត្តភ័ក្តិខ្ញុំដែលគេមានធំរៀនអនុវិទ្យាល័យដូចគ្នាមានអ្នកខ្លះខាងលន់នល់របបលន់នល់ចាប់ទៅធ្វើទាហានក៏មានដែរតែដោយសារខ្ញុំមានល្អិតជាងគេនៅក្នុងរជ្ជកាលខ្មែរក្រហមឆ្នាំ1975នេះគឺខ្ញុំមានការលំបាកខ្លាំងដោយសារខ្ញុំរៀននៅសាលាទូលទំពូងនៅបឹងទំពុនហ្នឹងពេលដែលបែកឆ្នាំ75គឺពួកវាត្រូវចលិះខ្ញុំចេញទៅនៅស្រុកកំណើតវិញអញ្ចឹងការធ្វើដំណើរមិនមានកង់ម៉ូតូអីជិះទេគឺដោយថ្មើរជើងអញ្ចឹងខ្ញុំត្រូវចេញពីភ្នំពេញនេះទៅខាងស្រុកកំណើតនៅខាងព្រៃវែងនោះវិញគឺដោយថ្មើរជើងអូសរទេសរាល់សម្ភារៈទាំងឡាយដែលមាននៅក្នុងខ្លួនយកទៅបានតែសម្លៀកបំពាក់និងរបស់របរចានឆ្នាំងហូបចុកទិញទួចអញ្ចឹងការធ្វើដំណើរនេះវាយ៉ាប់យ៉ឺនទាំងគេទាំងខ្ញុំទាំងប្រជាពលរដ្ឋទាំងអស់គឺធ្វើដំណើរវេទនាទីបំផុតយុបតនាដេកតំណឹងយើងមិនអាចធ្វើលឿនទៅបានដោយសារទី1ស្ទះមនុស្សចេញពីទីក្រុងភ្នំពេញកកកុញអញ្ចឹងការរំកិលនៃដំណើរហ្នឹងពីភ្នំពេញទៅដល់ស្រុកកំណើតហ្នឹងរយៈពេល4ទៅ5យប់បានដល់ស្រុកកំណើតព្រឹត្តិការណ៍នៅកាលចំនួននោះពេលនេះបែកឆ្នាំ75នោះគឺក្រុមខ្មែរក្រហមដើរកុដសម្លុតគម្រាមកំហែងតាមផ្ទះឲ្យរៀបចំសម្ភារៈចេញពីទីក្រុងភ្នំពេញព្រោះថាយន្តហោះចក្រពត្តិអាមេរិកនឹងមកទម្លាក់ក្នុងពេលឆាប់នឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់ចេញអញ្ចឹងអីវ៉ាវ៉ាន់ទុកដាក់នៅក្នុងផ្ទះនឹងទាំងអស់ទៅយកតែសម្ភារៈសម្លៀកបំពាក់និងរបបអាហារសម្រាប់
ចាំជីវិតតាមផ្លូវទៅបានឲ្យជំនះខ្លួនចេញពីក្រុងភ្នំពេញពេលដែលទៅដល់ស្រុកកំណើតខ្ញុំជាកងកុមារគឺមិនដេកនៅរែកដីតបោករែកអាចគោអាចជីអីដាក់ស្រែទាំងអស់ក្រុមកងកុមាររបស់ខ្ញុំហ្នឹងគឺដេកនៅក្នុងមានការឋានមកគេឲ្យដេកនៅហើយរបបអាហារហូបចុកគឺមានតែបបរសុទ្ធមិនដែលបានបាយហូបគេទេអញ្ចឹងការធ្វើការធ្ងន់ធ្ងរគឺកម្លាំងកំហែងរបស់យើងមិនសូវមានហើយគេបង្ខំទីបំផុតគឺមេកងកុមារហ្នឹងបលឹមឡើងម៉ោង4ឡើងចាប់ផ្ដើមដាស់ទាញជើងទាញដៃអូសឲ្យទាញបកីទាញជាប់ទៅចេញធ្វើការហើយនៅក្នុងការធ្វើការទៀតសោតនៅពេលដែលយើងតែជីកបន្លាយកងកុមារដែលអាយុដែលចាប់ពី13 14ឆ្នាំចាប់ផ្ដើមធ្វើការជីកបន្លាយដែរអញ្ចឹងត្រូវវាស់ម៉ែត្រការ៉េក្នុងម្នាក់ហ្នឹងធ្វើឲ្យហើយក្នុងមួយព្រឹកហ្នឹង2ម៉ែត្របដោយតែតឹងតាមទំហំបន្លាយជម្រៅយ៉ាងតិចក៏បាន1ម៉ែត្រដែរក្នុងមួយព្រឹកល្ងាចថែម2ម៉ែត្រទៀតនៅក្នុងដំណាក់កាលនោះដូចជាគ្មានសង្ឃឹមព្រោះថារាងកាយរបស់យើងអ្នកមានសល់ស្បែកហើយនឹងឆ្អឹងហើយរបបអាហារអត់គ្រប់គ្រាន់ដល់ចឹងការងារវាធ្ងន់ចឹងគ្មានសង្ឃឹមទេតែដោយសារទឹកដោះម្លាយថ្លៃថ្ងៃ7មករានេះក៏បានដោះមកក៏យើងបានរួចរស់តរហូតដល់សប្តាហ៍ថ្ងៃហ្នឹងទេក្នុងកំឡុងពេលដែលខ្ញុំបម្រើការជាកងទ័ពស្នងការទ័ពជាងហ្នឹងនៅឆ្នាំ1992នៅថ្ងៃទី19ខែ10ឆ្នាំ1992ហ្នឹងអ៊ុនតាក់បានចូលមកគឺខ្ញុំបានចូលរៀនផ្នែកបោះសម្បត្តិមីនជាអ្នកដោះមីនក្នុងនោះខ្ញុំមានតួនាទីជាមេកងអនុស្នាតូចនៅក្នុងវគ្គហ្នឹងគឺខ្ញុំជាប្រធានថ្នាក់ហើយក៏ជាប្រធានកងបន្ទាប់ពីរៀនចប់នៅថ្ងៃទី15ខែ11ឆ្នាំ1992ហ្នឹងអ៊ុនតាក់បានបញ្ជូនកងខ្ញុំបាទនេះឲ្យទៅធ្វើការបោសសម្អាតមីននៅស្រុកកងពិសីនៅកន្លែងសាលាស្រុកចាស់របស់ស្រុកកងពិសីនៅយើងក្បែរភ្នំស្រង់ខេត្តកំពង់ស្ពឺនៅឆ្នាំបន្ទាប់ពីធ្វើការបានរយៈពេល1ខែគឺខែ12ថ្ងៃទី18ខែ12ឆ្នាំ1992អ៊ុនតាក់បានដកខ្ញុំចេញជាពីមេកងបញ្ជូនខ្ញុំឲ្យទៅរៀនគ្រូបច្ចេកទេសបោសសម្អាតមីនជាមួយអ៊ុនតាក់នៅខេត្តសៀមរាបនៅសាលាយុទ្ធភូមិភាគទី4ខេត្តសៀមរាបនៅឆ្នាំ92ខែ12រហូតដល់ឆ្នាំ1993ខែ2ខ្ញុំបានរៀនចប់គ្រូកសលផ្នែកបោសសម្អាតមីនជាមួយអ៊ុនតាក់ហើយក៏បានចេញទៅបម្រើការងារជាមួយអ៊ុនតាក់នៅស្តាជំហានដំបូងចុះមកស្តានៅភ្នំពេញវិញបន្ទាប់ពីស្តាចប់បានទៅធ្វើជាគ្រូបង្វឹកជាមួយអ៊ុនតាក់នៅខេត្តបាត់ដំបងនៅភ្នំតូចក្បែរភ្នំសពើខេត្តបាត់ដំបងនៅក្នុងស្រុកបាណន់នៅក្នុងកំឡុងពេលដែលខ្ញុំធ្វើជាកងទ័ពផ្នែកខាងវិស្វកម្មហ្នឹងគឺពួកខ្ញុំធ្វើផ្លូវនៅនោះខ្មែរក្រហមបានឆ្លងកាត់ក៏បានប្រទះគ្នាតែក្នុងពេលនោះមិនមានមិត្តភក្តិខ្ញុំស្លាប់ទេគាត់នៅមានត្រូវរបួសខ្លះទាំងខ្ញុំក៏មានត្រូវរបួសជើងមកគ្រាប់គេដែរចំពោះចំណុចនេះខ្ញុំក៏មានការសោកស្ដាយដែរចំពោះការស្លាប់និងការរបួសដោយសារកាកសំណល់សង្គ្រាមពួកយើងក្រោយពីបែកសង្គ្រាមមកយើងសង្ឃឹមថាយើងមានសេចក្តីសុខសេចក្តីសប្បាយហើយមិនមានគ្រោះថ្នាក់តែនៅសល់ក្របមីនដែលនៅតែបង្ករូបរាងទន្ទ្រានដល់អាយុជីវិតជាពលរដ្ឋខ្ញុំសោកស្ដាយទីបំផុតដូច្នេះហើយបានខ្ញុំខិតខំវឹកវើប្រោសផ្ដាល់ដល់កូនក្មួយទាំងអស់នេះឲ្យបានដឹងអំពីការរងគ្រោះវិវេទនាយ៉ាងម៉េចសូម្បីតែរូបខ្ញុំនឹងត្រូវក្របបន្តិចបន្តួចនេះក៏ឈឺចាប់ជាទីបំផុតហើយការរយៈពេលនៃការព្យាបាលគឺរយៈពេលយូរតម្រាំយើងប្រកបអាជីវកម្មធ្វើការងារបានតទៅទៀតអញ្ចឹងចុះតម្រាំបើប្រជាពលរដ្ឋមានខ្លះគាត់ដាច់ដៃដាច់ជើងហើយកាកសំណល់សង្គ្រាមនេះគឺពិបាកបើយើងមិនមានជំនាញមិនមានបច្ចេកទេសទេគឺយើងវេទនាអញ្ចឹងការបន្សល់ទុកនៅក្របមីនក្របយុទ្ធភណ្ឌតន្ទុនេះគឺខ្ញុំសោកស្ដាយ
ចូលរួមសោកស្ដាយនិងសោកស្ដាយជាទីបំផុតដល់ប្រជាពលរដ្ឋយើងដែលនឹកសង្ឃឹមថាមានជីវិតរស់រានទទួលបានសេចក្តីសុខសប្បាយបបោហូហៀរស៊ីមានបានតែចង់បញ្ចប់នៅតែគ្រោះថ្នាក់ដដែលនេះជាសោកនាដកម្មមួយដែលខ្ញុំចងចាំភ្លេចខ្ញុំយល់ឃើញថាក្រោយពីសីមាយ៉ាងយើងបានធ្វើការបោះសម្អាតនៅក្របមីនក្របយុទ្ធភ័ណ្ឌតាមទុះទាំងអស់ហ្នឹងគឺប្រជាពលរដ្ឋតាមតំបន់ខ្លះគឺគាត់អជាទីបំផុតដោយសារគាត់ជៀសផុតពីការគ្រោះថ្នាក់ជៀសផុតពីការរងគ្រោះដែលក្របឃាតករលាក់មុខនៅក្នុងដីចូលទៅក្របមីនក្របយុទ្ធភ័ណ្ឌតាមទុះជាដើមហើយជាពិសេសមួយទៀតនៅក្នុងនឹងខាងខ្ញុំជាគ្រូបច្ចេកទេសនេះដែលมันមានសិក្ខាកាមមកបរៀនក៏បានចុះទៅតាមភូមិឃុំដើម្បីប្រមូលក្របយុទ្ធភ័ណ្ឌតាមទូទាំងឡាយដែលជាពលរដ្ឋរាយការណ៍មកហើយក៏បានចុះជួយផ្សព្វផ្សាយផ្ដល់ព័ត៌មានដល់ពួកគាត់ជាពិសេសបំផុតពេលដែលគាត់ឃើញគឺជៀសវាងកុំឲ្យគាត់ទៅប៉ះទៅកាន់ក្របយើងជួយឃោសនាផ្សព្វផ្សាយនៅព័ត៌មានទាំងអស់នេះពេលមានវគ្គយើងចាប់ផ្ដើមរៀនធម្មតាអត់វគ្គយើងចុះជួយប្រជាពលរដ្ឋនៅតាមភូមិឃុំធម្មតាដូចធម្មតាសូមពៀវនីដល់ប្រជាពលរដ្ឋទាំងអស់ក៏ដូចជាយុវវ័យដែលក្មេងៗជំនាន់ក្រោយសូមកុំឲ្យមានការស្រេកឃ្លាននៅសង្គ្រាមហើយក៏កុំឲ្យប៉ះពាល់ទៅលើក្របមីនក្របចង់ដឹងចង់ឃើញចង់បញ្ហែកបញ្ជាក់ឲ្យច្បាស់តែមិនបាច់ទេបើកាលណាយើងមិនមានជំនាញទេកុំអញ្ចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់ព្រមទាំងក្មួយកូនទាំងអស់ដែលកាលណាឃើញក្របមីនក្របយុទ្ធភ័ណ្ឌតាមទុះទាំងឡាយនេះសូមកុំប៉ះហើយក៏សូមឲ្យរាយការណ៍ទៅអាជ្ញាធរតាមលំដាប់មានអាជ្ញាធរភូមិឃុំជាពិសេសខាងប៉ុស្តិ៍រដ្ឋបាលនគរបាលតាមឃុំនីមួយគឺគេមានប៉ុស្តិ៍សូមឲ្យប្រជាពលរដ្ឋទាំងអស់ជួយរាយការណ៍ហើយនឹងសហការផ្សព្វផ្សាយបន្តទៅដល់ក្មេងៗគ្វាលគោទាំងឡាយដែលធ្លាប់មានគ្រោះថ្នាក់ដោយសារការលេងគ្រាប់ហ្នឹងអញ្ចឹងពេលដែលយើងផ្សព្វផ្សាយផ្ដល់ព័ត៌មានជូនដល់ប៉ុស្តិ៍គេនឹងចុះទៅហើយគេនឹងរាយការណ៍មកស្ថាប័នរបស់ស៊ីម៉ាក់យើងសូមអរគុណ